សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទដាណេហើយនីតិខ្មោចរបស់យើងនៅថ្ងៃនេះគឺជារឿងរ៉ាវដ៏រន្ធត់មួយរបស់បងប្រុសម្នាក់ដែលគាត់បានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងទៅលើតារបស់គាត់ណាហើយហេតុការណ៍ហ្នឹងគឺវាកើតឡើងតាំងពីចំនួន50-60ឆ្នាំមុនម្ល៉េះគឺយូរហើយដល់គាត់ថាតាមមកគាត់ការចំនួនហ្នឹងគឺជាក្មេងឈាមរាវចូលចិត្តដើរធ្វើនេះធ្វើនោះតាមតែចិត្តចឹងណាហើយនៅថ្ងៃមួយតាមមកគាត់ហ្នឹងក៏បានទៅទទួលការងារពីគ្រូអាគមម្នាក់ដែលប្រើឲ្យតាមរបស់គាត់ហ្នឹងទៅកោះភ្នោទៅយកអាលាក្បាលខ្មោចហ្នឹងមកឲ្យគេដូចថាគេជួក្នុងតម្លៃដ៏ខ្ពស់មួយចឹងណាប៉ុន្តែក្រោយពេលដែលគាត់ស៊ីឈ្នួលកោះភ្នោម្ដងហ្នឹងហើយហេតុការណ៍ចម្លែកនឹងគួរឲ្យខ្លាចជាច្រើនហ្នឹងវាក៏បានកើតឡើងមកលើគាត់ហើយក៏បានកើតឡើងទៅលើគ្រួសាររបស់គាត់ផងដែរអូខេឥឡូវខ្ញុំប្រហើបតែប៉ុណ្្នឹងទេបើចង់ដឹងថារឿងរ៉ាវរបស់គាត់គួរឲ្យខ្លាចកម្រិតណាតោះឥឡូវយើងចូលទៅស្ដាប់សាច់រឿងពេញរបស់គាត់ទាំងអស់គ្នារឿងរ៉ាវមួយនេះគឺបានកើតឡើងយូរហើយខ្ទង់50ទៅ60ឆ្នាំមុនពេលវេលាអត់ច្បាស់លាស់ប្រហែលទេហើយអ្នកដែលលើកយកហេតុការណ៍មួយនេះយកមកនិទានប្រាប់មានឈ្មោះថាបងប្រុសជាដោយបងប្រុសជាគាត់អត់បានទៅជួបរឿងនឹងផ្ទាល់ខ្លួនឯងទេគឺជាតាមរបស់គាត់ទេអ្នកជួបហើយដោយថាតាមរបស់គាត់នឹងយករឿងនឹងមកនិយាយប្រាប់គាត់ហើយគាត់ក៏យកមកនិទានប្រាប់យើងតអញ្ចឹងទៅអញ្ចឹងក្នុងសាច់រឿងមួយនេះខ្ញុំសូមអត់និយាយពីបងជាទេយើងនិយាយពីឈ្មោះតាមរបស់គាត់ហ្មងទៅដើម្បីកុំឲ្យវាអញញ៉ៃហើយខ្ញុំសូមអធិស្ឋានហៅលោកតាថាបងហ្មងទៅព្រោះថាលោកតាពេលហ្នឹងគាត់ទៅតែមានបជននៅក្មេងនៅឡើយទេខ្ទង់25ទៅ26ឆ្នាំហ្នឹងឯងដោយរឿងរ៉ាវមួយនេះគឺបានកើតឡើងទៅលើបងប្រុសម្នាក់ដែលមានឈ្មោះថាបងតូកាលពីចំនួនជាង50ឆ្នាំមុនគាត់គឺជាស្ទាវម្នាក់អាយុ20ឆ្នាំជាងប៉ុន្តែពេលហ្នឹងគាត់ពុះម៉ាយហើយណាគាត់មានប្រពន្ធម្ដងហើយមានកូនស្រី2នាក់កូនស្រីម្នាក់អាយុ2ឆ្នាំហើយកូនស្រីម្នាក់ទៀតអាយុ4ឆ្នាំប៉ុន្តែក្រោយមកហ្នឹងប្រពន្ធរបស់គាត់ក៏បានសុំបងតូនឹងលេងលះដោយសារតែបងតូគាត់ថាពេលហ្នឹងគាត់ជាមនុស្សដែលចូលចិត្តដើរលេងចឹងណាប៉ុន្តែជំនាន់ហ្នឹងអត់មានក្លឹបអត់មានក្រៅខេទេចូលចិត្តដើរលេងចូលចិត្តផឹកសាសក្លែមក្តាប់7អីចឹងទៅអាហ្នឹងឯងគឺជាស្ទាវកាលពីជំនាន់ហ្នឹងហើយប្រពន្ធរបស់បងតូហ្នឹងប្រហែលជាឃើញបងតូនឹងផឹកស៊ីពេកដោយគាត់គិតថាប្រហែលជាមិនអាចរកស៊ីចិញ្ចឹមគាត់រស់មកទៅបានគាត់សុំបងតូនឹងលេងហើយបងតូគាត់ចិត្តដែរសុំលេងឲ្យព្រោះហ្មងអត់មានសុំវល់អូនឯងអីញញឲ្យច្រើនទេហើយក្រោយពេលដែលគាត់លេងជាមួយនឹងប្រពន្ធរបស់គាត់ហើយគាត់ក៏រស់នៅជាមួយនឹងពុកម៉ែរបស់គាត់ដូចកាលនៅកន្លោះចឹងណាដល់ពេលហ្នឹងមានកូនស្រី2នាក់នៅជាមួយដែរហើយជីវិតនៅតែសុបាយដូចមុនចឹងផឹកស៊ីដើរលេងស៊ីឈ្នួលគេបានលុយតិចតួចក៏ទៅទិញស្រាសទិញអីមកផឹកហើយពេលទៅក៏ជិះកង់ជិះអីដើរលេងចឹងទៅជំនាន់ហ្នឹងអត់មានម៉ូតូធំអីជិះដល់ឥឡូវទេហើយបងតូគាត់ថាកាលពីជំនាន់ហ្នឹងគាត់មានមិត្តភ័ក្តិម្នាក់ឈ្មោះថាបងខនដោយបងខនហ្នឹងអាសាមកលេងផ្ទះបងតូណាព្រោះថានៅភូមិក្បែរគ្នាចឹងអាសាជិះកង់មកលេងអង្គុយប្រោកគ្នាលេងពីនេះពីនោះម្នាក់ស្រីនេះចេះម្នាក់ស្រីនោះចុះតាមភាសាយុវវ័យដែលអង្គុយប្រោកគ្នាចឹងណាហើយពេលខ្លះទៀតក៏បងខនហ្នឹងមកប្រវល់បងតូទៅដើរលេងទៅបាញ់សัตว์ទៅបាញ់កុកទៅរកកដុលទៅចូលព្រៃបេះនេះបេះនោះចឹងទៅប៉ុន្តែមកដល់ពេលមួយពេលហ្នឹងបងតូគាត់ថាដូចជាបាត់បងខនមិត្តភក្តិគាត់ហ្នឹងអត់ឃើញមកលេងបាត់ប្រហែលជាខ្ទង់មួយអាទិត្យមិនដឹងថាទៅណាឬមួយក៏គាត់រវល់បងតូគាត់អត់ដឹងណាប៉ុន្តែប្រហែលថ្ងៃក្រោយមកក៏បងតូនឹងឃើញថាបងខនហ្នឹងមករកគាត់មកនិយាយលេងជាមួយគាត់ដូចមុននិយាយលេងជិះកង់ទៅនេះទៅនោះចឹងទៅហើយពេលដែលមុននឹងបែកគ្នាទៅផ្ទះរៀងខ្លួនហ្នឹងក៏បងខនគាត់បានសួរបងតូថាអញ្ចេះអញមានការងារថ្មីមួយចង់ហៅអញទៅធ្វើហើយទៅអត់ការងារហ្នឹងធ្វើតែបន្តិចទេហើយបានលុយច្រើនទៀតហើយអញប្រាប់គេហើយថាអញមានមិត្តភក្តិម្នាក់ចង់ធ្វើការហ្នឹងដែរហើយទៅមួយអញអត់ហើយពេលហ្នឹងក៏បងតូក៏ធ្វើថាហេការងារអីគេធ្វើតែបន្តិចសោះបានលុយតិចការងារខុសច្បាប់ដឹងបើខុសច្បាប់អញអត់ធ្វើណាឲ្យអញដឹងតែដបងហើយបងខនក៏ថាអត់មានការងារខុសច្បាប់អីទេបើការងារខុសច្បាប់អញក៏មិនធ្វើដែរអាណាទៅចង់ដេកគុកប៉ុន្តែការងារហ្នឹងឯងត្រូវក្លាហានបន្តិចហើយចិត្តឲ្យដាច់អញ្ចឹងក៏បងតូក៏សួរថាការងារអីគេតែបងខនក៏នៅតែនិយាយដដែលចឹងក៏ថាហើយត្រូវក្លាហានហើយចិត្តដាច់ទៅបានធ្វើការងារមួយនឹងបានហើយក៏ថាចាំទៅដល់បានជួបបានឃើញហើយដឹងហើយថាអញហៅអញទៅធ្វើស្អីអញ្ចឹងក៏បងតូខ្ជិលសួរច្រើនណាបើសួរទៅនៅតែមិនប្រាប់ដដែលអញ្ចឹងក៏តាមដំណើរទៅហើយដល់ស្អែកឡើងម៉ោងប្រហែលជា6ល្ងាចបានឃើញថាបងខនហ្នឹងជិះកង់មកលេងផ្ទះបងតូធ្វើដូចគាត់មកលេងរាល់ថ្ងៃអញ្ចឹងណាប៉ុន្តែគាត់អង្គុយលេងនិយាយលេងពីនេះពីនោះដល់ពេលរឿងយប់បន្តិចគាត់ក៏បានមកសឹបប្រាប់បងតូថាតោះជិតដល់ម៉ោងចេញទៅហើយប៉ុន្តែឯងត្រូវយកកណាត់មួយយកទុកគប់មុខឯងផងបិទមុខដូចចោលទៅចូលលួចអីចឹងណា
ហើយពាក់អាវដែលវែងខោចង្វែងទៅហើយរមមុខពាក់ផងហើយបង្តោហើយតែចង់បានលុយគាត់ក៏តាមមិត្តភក្តិមកគាត់ទៅយកកណាត់យកអីទុកក្នុងកប៉ាល់ទៅអត់មានរមមុខពីផ្ទះទៅណាពីផ្ទះទៅស្លៀកពាក់ធម្មតាខោចង្វែងអាវដែលវែងហើយមុខអីហ្នឹងពាក់ធម្មតាប៉ុន្តែអត់មានតន់យកកណាត់មករមមុខទេហើយក៏ឡើងកង់ជីពីអ្នកអាបង្ខហ្នឹងទៅណាហើយជីកាន់តែឆ្ងាយទៅក៏បង្តោឃើញថាបង្ខហ្នឹងជីបត់ចូលទៅផ្លូវមួយដែលផ្លូវហ្នឹងទាំងបង្ខទាំងបង្តោស្គាល់ច្បាស់ណាស់ថាជាផ្លូវដែលគ្រោះថ្នាក់សម្បូរមានរឿងមនុស្សគេទៅសម្លាប់គ្នានៅកន្លែងហ្នឹងមានតែខ្មោចផងមានតែចោរផងអីផងហើយបង្តោគាត់សួរបង្ខថាជីតាមផ្លូវហ្នឹងទៅអីទៅណាហើយបង្ខគាត់ថាទៅធ្វើការហើយកុំសួរច្រើនពេកទៅដល់ដឹងហើយចឹងក៏ជីតាមក្រោយទៅណាជិលសួរច្រើនវាសាំអញ្ចឹងជីកង់នឹងមកស្ទុះធំទៅមុខទៀតបានបង្ខហ្នឹងដប់បង្តោទៅដល់ផ្ទះគ្រូអាគមម្នាក់ដោយជាផ្ទះឈើធំខ្ពស់ផុតពីដីមានចដាឡើងពីជាហៀងផ្ទះហើយពេលហ្នឹងក៏បង្ខន់នាំបង្តោហ្នឹងឡើងទៅលើផ្ទះគ្រូអាគមហ្នឹងទៅហើយគ្រាន់តែឡើងទៅដល់លើផ្ទះលោកគ្រូភ្លាមបង្តោគាត់ថាធំក្លិនធូបផងធំក្លិនទៀនផងផ្សែងហ្នឹងផងលង្កត់ចង់ឆ្លក់ហើយរូបភាពដែលគាត់ឃើញហ្នឹងគឺដូចនៅក្នុងរឿងកុនអញ្ចឹងមានតាំងពីក្បាលខ្មោចផងមានតាំងពីទៀនផងមានតាំងពីរូបព្រះពុទ្ធរូបនេះរូបនោះយល់គឺវាមើលទៅព្រឺសបល់ហ្មងណាហើយបើនិយាយពីរូបរាងរបស់គ្រូម្នាក់ហ្នឹងវិញបង្តោគាត់ថាគាត់ស្លៀកខោចែវជើងវែងពណ៌ខ្មៅហើយគាត់អត់មានពាក់អាវទេហើយខ្លួនវិញសុទ្ធតែសាក់តែមិនមែនសាក់យ៉ាកុសាស្អីណាសាក់យើងសាក់យន្តបុរាណខ្មែរហ្នឹងហើយលើករបស់គាត់ហ្នឹងមានពាក់អង្កាំតែមិនដឹងថាអង្កាំស្អីគេពាក់ដើម្បីស្អីណាគាត់វាមិនដឹងច្បាស់ដែរហើយលោកគ្រូម្នាក់ហ្នឹងគាត់ក៏បានហុចកបិតឲ្យម្នាក់ម្ដាមកបិតខ្លីៗទេរបៀបលក្ខណៈថាជាកបិតស្នៀតណាហើយគាត់ហុចដេកូលឲ្យម្នាក់ម្ដាមទៀតបន្ទាប់មកគាត់ក៏យកទឹកស្អីមិនដឹងទេរៀងថ្លាលឿងហើយស្អិតខាប់ហើយលោកគ្រូគាត់យកអាទឹកហ្នឹងមកលាបលើថ្ងាសបង្តោហើយនឹងបង្ខន់ហើយបង្តោគាត់ថាគ្រាន់តែលោកគ្រូយកអាទឹកហ្នឹងមកលាបភ្លាមគាត់ឡើងចង់ក្អួតព្រោះថាវាស្អុយហ្នឹងគឺស្អុយដល់ថ្នាក់គ្រាន់តែធំក្លិនបាច់ដោលចង់ក្អួតមកហ្មងណាប៉ុន្តែទ្រាំអត់ហ៊ានក្អួតចេញមកឯងបន្ទាប់ពីលាបហើយលោកគ្រូក៏និយាយថាបានហើយពួកឯងទៅប៉ុណ្ណឹងជោគជ័យហើយបង្តោពីអ្នកបង្ខន់ហ្នឹងក៏ចុះមកប៉ុន្តែពេលចុះមកដល់ដីបង្តោគាត់ក៏សួរបង្ខន់ថាឯងទៅណាលោកគ្រូហ្នឹងគេប្រើឯងទៅណាធ្វើអីបើឯងអត់ប្រាប់ទេអញអត់ទៅទេណាហើយបានបង្តោពេលហ្នឹងគាត់ដាច់ចិត្តនិយាយប្រាប់ទៅគាត់ថាលោកគ្រូហ្នឹងគេជួលគាត់ហើយនឹងបង្តោហ្នឹងឲ្យទៅកោះខ្មោចកោះភ្នោហើយបង្តោលឺអញ្ចឹងហើយគាត់សង្ហាចិត្តមែនទេមិននឹកស្មានថាគាត់ទទួលការងារអញ្ចឹងសោះអញ្ចឹងតែបានបង្ខន់ពេលដែលបង្តោសួរអត់ប្រាប់សោះគិតថាការងារហ្នឹងធ្វើស្រួលបានលុយតតែម្ដងលេងឲ្យទៅកោះភ្នោគេប៉ុន្តែគាត់ជ្រុលជាដើមមកដល់ដំណាក់កាលហ្នឹងហើយគាត់ក៏មិនចង់រត់ចោលមិត្តភក្តិដែរណាគាត់ថាអូខេឥឡូវទៅប៉ុន្តែឆាប់មកវិញណាហើយបង្ខន់គាត់ក៏ដឹកបង្តោសំដៅទៅទីធ្លាកប់ខ្មោចនៅក្រោយវត្តប៉ុន្តែមិនមែននៅជាប់នឹងវត្តទេនៅឆ្ងាយពីវត្តគួរសមដែរហើយបានពេលទៅដល់នឹងបង្តោគាត់ថាបរិយាកាសហ្នឹងវាគួរឲ្យខ្លាចមែនទែនវាងឹតធម្មតាពេលយប់វាល្ងឹតស្រាប់ហើយតើអត់ប៉ុន្តែវាមានសត្វនេះសត្វនោះហើរចុះហើរឡើងដូចថាវាជាសម្បុករបស់វាអញ្ចឹងហើយជាធម្មតាពេលយប់អត់មានអ្នកណាគេដែរទៅកន្លែងហ្នឹងទេស្រាប់តែមានបង្តោហើយបង្ខន់ទៅអាសត្វទាំងអស់ហ្នឹងវាក៏ផ្អើលវាហើរពេញណាពេញណីហើយវាយំអញ្ចឹងទៅអញ្ចឹងមើលទៅវាគួរឲ្យខ្លាចដែរហើយពេលហ្នឹងក៏បង្ខន់ក៏ថាអញ្ចឹងឲ្យជួយដើររមើលសពណាភ្នោមួយណាដែលគេកប់យូរហើយបើថាគេកប់យូរហើយឆ្អឹងហ្នឹងក៏វាពុកផុយទៅតាមហ្នឹងដែរសួរយើងកោះសួរយើងកាយចេញមកវាងាយជាងចឹងក៏ដើររមើលទៅប៉ុន្តែគាត់គ្មានដឹងទេអាណាកប់យូរអាណាកប់ឆាប់វាគ្មានអីដូចថាចំណាំបានណាចេះតែដើរមើលទៅហើយស្រាប់តែដើររកបានមកសទុះក៏បង្ខន់ហ្នឹងក៏ថានាគភ្នោមួយនេះមើលទៅទំនងដូចថាគេកប់យូរហើយអញ្ចឹងគាត់ក៏ចាប់ដើមទាញចប់ទេហ្នឹងយកមកកាយចុះកាយឡើងក៏ឃើញថាមានឆ្អឹងខ្មោចមានក្បាលមានដៃមានជើងអញ្ចឹងទៅហើយគាត់ក៏ចាប់ដើមប្រតិបត្តិការយកអានិកូដែលគាត់បានមកពីគ្រូអាគមហ្នឹងទៅដំ4ជ្រុងដំលើ2អញ្ចឹងក្រោម2ហើយគាត់ក៏យកអាកបិតស្នៀតរបស់គ្រូអាគមគេហ្នឹងប្រហែលជាកបិតអាគមគេតែមើលយកមកជាយកឆ្អឹងផ្នែកអាកន្លែងថ្ងាសនេះយកមកដុំអញ្ចឹងទៅអាហ្នឹងគឺបានមួយណាបន្ទាប់មកគាត់ក៏ដើររកផ្សេងទៀតបានទី2បានទី3ទី4អញ្ចឹងទៅប៉ុន្តែតម្រាំតែរកបានមួយហ្នឹងវាយូរពេលរកបានហើយក៏ប្រើពេលយូររមមដែរតម្រាំតែយើងអាចជាឆ្អឹងចេញពីថ្ងាសខ្មោចនឹងបានណា
បន្ទាប់ពីគាត់ជាបាន4ខ្មោចហើយស្រាប់តែបងតូគាត់ថាឃើញភ្លើងមួយហោះខ្ពស់ពីដីប្រហែលជាត្រឹមចង្កេះហើយភ្លើងហ្នឹងតូចល្មមទេតូចជាងកូនចានយើងដាក់ទឹកត្រីនឹងតិចហើយគាត់ព្យាយាមមើលចង់ដឹងទេខ្មោចអាបឬមួយក៏ភ្លើងព្រាយប៉ុន្តែគាត់ព្យាយាមមើលយូរទៅគាត់ថាមិនមែនជាភ្លើងអាបភ្លើងព្រាយស្អីទេគឺជាភ្លើងពិលរបស់លោកតាប្រចាំអធិការក្នុងវត្តហ្នឹងគាត់កាន់មកប្រហែលជាគាត់ដឹងថាមានមនុស្សមកកោះភ្នោកោះអីនឹងក្រោយវត្តហ្នឹងអញ្ចឹងគាត់ក៏មកទៅហើយបងតូពីអ្នកបង្ខំពេលដែលឃើញលោកតាប្រចាំអធិការមកហើយក៏ប្រញាប់ឡើងកង់ហើយជិះរត់ហ្មងទៅហើយលោកតាស្រែកពីចង្ងាយមកថាពួកអាប្រែតហើយមករស់ស្អីនោះហ្នឹងទៅឲ្យឆ្ងាយពួកអាប្រែតគាត់ជេរអញ្ចឹងហើយបងតូពីអ្នកបង្ខំគាត់ដឹងហើយថាលោកតាប្រកាសជាជេរពួកគាត់ទាំងពីរហ្នឹងឯងគ្មានជេរប្រែតមកពីណាទេប៉ុន្តែគាត់ជិះកង់ធ្វើម៉េចឲ្យផុតពីកន្លែងហ្នឹងទៅណាហើយគាត់ក៏មិនបានគិតថាមានគេនឹងដឹងដែរដោយសារតែពេលហ្នឹងយប់វាល្ងឹតហើយមុខរបស់គាត់ហ្នឹងសិតតែរុំចិត្តឈឹងអស់ហើយឃើញដល់ប្រឡងភ្នែកហ្នឹងដៃជើងអីក៏ពាក់កៅអៅចិត្តដែរយីរំគឺគ្មានកន្លែងណាដែលចំណាំបានសោះហ្មងណាចឹងក៏ជិះកង់សំដៅទៅរកផ្ទះគ្រូអាគមវិញទៅហើយមកតាមផ្លូវហ្នឹងគាត់ទុកអាលេក្បាលខ្មោចហ្នឹងនៅក្នុងកប៉ាល់ខោម្នាក់ពីរហើយពេលទៅដល់ផ្ទះគ្រូអាគមម្នាក់ហ្នឹងគេក៏បានសួរថាបង្ខំហ្នឹងយកអាលេក្បាលខ្មោចបានប្រមាណបង្ខំហ្នឹងគាត់ថាគាត់បាន2ហើយលោកគ្រូថា2គ្រប់ហើយអញ្ចឹងគាត់ក៏ឲ្យលុយមួយដុំមកឲ្យបង្ខំពីអ្នកបង្តូនឹងចែកគ្នាទៅណាអញ្ចឹងបង្ខំគាត់ថាលុយដែលគាត់បានមកហ្នឹងគឺវាច្រើនមែនទែនគាត់ដើរស៊ីឈ្នួលជ្រោដកស្ទូងគេ 3-4 ខែមិនបានស្មើនឹងគាត់ទៅកោះយកអាលេក្បាលខ្មោចប្រយុទ្ធនឹងផងហើយក្រោយពេលបានលុយហើយបង្តូពីអ្នកបង្ខំហ្នឹងក៏ចេញមកវិញមកប៉ុន្តែនៅតាមផ្លូវបង្តូគាត់និយាយថាអញ្ចេះនិយាយចឹងយើងនៅសល់អាលេក្បាលខ្មោច2ទៀតណាអញ្ចឹងចែកគ្នាម្នាក់មួយទៅតែលោកថ្ងៃណាគ្រូនឹងគេមកហៅយើងឲ្យទៅយកអាលេក្បាលខ្មោចទៀតយើងមិនចាំហត់ទៅកោះទេយើងយកអានៅសល់ជាប់ខ្លួនហ្នឹងទៅឲ្យគ្រូនឹងហ្មងទៅអញ្ចឹងក៏ពេលហ្នឹងពីអ្នកហ្នឹងគេយកព្រមថាអញ្ចឹងហើយក៏ចែកគ្នាម្នាក់មួយទៅទុកនៅជាប់ខ្លួនហើយពេលដែលបង្ខំគាត់ដឹកបង្តូមកដល់មុខផ្ទះហើយគាត់ក៏តម្លាក់បង្តូនៅហ្នឹងទៅហើយគាត់ជិះកង់ត្រឡប់ទៅផ្ទះរបស់គាត់វិញហើយបង្តូគាត់ដំបងឡើយរៀបថានឹងចូលដេកឯហ្នឹងប៉ុន្តែគិតទៅគិតមកគាត់ក៏នឹកឃើញថាតិចលោគេសង្ស័យថាគាត់ទៅលួចកោះភ្នោហើយគេមកឆែកឆេរវិញរកឃើញអាលេក្បាលខ្មោចគាត់មិនវីវអញ្ចឹងគាត់រកកន្លែងលាក់សិនគាត់រកគិតឡើងមកសន្ទុះមិនដឹងថាលាក់កន្លែងណាដែលវាមើលទៅលាក់ចិត្តគេរកមិនឃើញគិតទៅគិតមកគាត់ក៏ទៅកាយដីនៅនឹងអាផ្នែកខាងក្រោយផ្ទះរបស់គាត់ហ្នឹងនៅចិត្តពីងព្រោះថាដីកន្លែងហ្នឹងវាសើមមកទឹកជ្រាបចេញពីពីងមកយើងកាយកប់អីទៅវាស្រួលអញ្ចឹងគាត់ក៏កាយទៅកាយជំរោបហើយជាមួយឆ្អាមហ្នឹងក៏កប់អាលេក្បាលខ្មោចហ្នឹងនៅនឹងក្បែរពីងទៅបន្ទាប់មកគាត់ក៏ចូលទៅដេកតាមធម្មតាហើយស្រាប់តែគាត់ភ្ញាក់ឡើងមកពេលហ្នឹងម៉ោងប្រហែលជា7ព្រឹកគាត់លឺសូរមាត់មនុស្សច្រើនមែនទែនមកផ្ទះមកគាត់ហ្នឹងអាយោអាយ៉ាហើយពេលដែលបងតូគាត់ចេញទៅបានគាត់ឃើញថាមានតាអាចារ្យផងមានព្រះសង្ឃផងហើយមានអ្នកភូមិច្រើនទៀតគេមកផ្ទះរបស់បងតូហ្នឹងហើយគេសួរពុករបស់បងតូថាបងតូយប់មិញមានតាណាអត់ហើយមានបានទៅកោះភ្នោយកអាលេក្បាលខ្មោចមកអត់ព្រោះថានៅក្នុងភូមិហ្នឹងគេសង្ស័យបងតូហើយនឹងបង្ខំជាងគេដោយសារតែពួកគាត់ពីរនាក់ហ្នឹងចូលចិត្តដើរលេងពេលយប់ជិះកង់ដើរលេងទៅបាញ់សត្វទៅណាទៅណីចឹងទៅក្មេងៗគេផ្សេងទៀតនៅក្នុងភូមិហ្នឹងអត់សូវមានអ្នកណាគេដើរលេងពេលយប់ដោយបងតូពីអ្នកបង្ខំហ្នឹងទេហើយឥឡូវនេះពេលដែលកើតមានរឿងបែបអញ្ចឹងគេសង្ស័យពីអ្នកហ្នឹងជាងគេទៅបានគេមកសួរហ្នឹងណាហើយអញ្ចឹងទៅបងតូហ្នឹងក៏ដឹងថាតាមពិតទៅគេមិនបានចោទយើងហ្មងទេគេគ្រាន់តែសង្ស័យអញ្ចឹងយើងប្រកែកឲ្យដល់ណាណីទៅហើយខំប្រឹងធ្វើមុខឲ្យដោយការពិតអញ្ចឹងណាហើយបានបងតូគាត់ចេញទៅគាត់ថាអត់ដឹងទេយប់មិញខ្ញុំដើរលេងមែនប៉ុន្តែខ្ញុំអត់មានបានទៅកោះភ្នោកោះអីគេទេហើយកុំចេះតែមកចោទខ្ញុំអញ្ចឹងប្រយ័ត្នខ្ញុំខឹងខ្ញុំប្តឹងខ្ញុំអីវិញអញ្ចឹងណាហើយពេលហ្នឹងអ្នកភូមិគេរៀងជឿបន្តិចអត់បន្តិចណាប៉ុន្តែដើម្បីពិសោធន៍គេថាឥឡូវគេសុំចូលឆែកឆេរបន្តិចបើសិនជាមិនឃើញទេគេសុំទោសប៉ុន្តែបើឃើញទេដឹងតែរឿងហើយអញ្ចឹងក៏បងតូគាត់ថាឆែកទៅគាត់មានបានយកផងហើយពេលហ្នឹងមានអ្នកភូមិមានតាអាចារ្យមានព្រះសង្ឃអីក៏ចូលឆែកឆេរនៅនឹងផ្ទះរបស់បងតូអញ្ចឹងទៅប៉ុន្តែគេមិនហ៊ានថាឆែកឆេរខ្លាំងពេករើនេះរើនោះអីណាគេឆែកតិចតួចទេមើលក្នុងថតតុកក្រោមក្រែក្រោមកន្ទេលក្រោមអីហ្នឹងឯងហើយរត់ចុះរឡើងគេថាអត់ឃើញទេអញ្ចឹងគេសុំទោសផងប្រហែលជាក្មេងផ្សេងមកពីភូមិណាភូមិណីទេមកទៅហើយអ្នកភូមិគេក៏លើគ្នាទៅវិញអស់ទៅហើយក្រោយពេលដែលគេទៅស្ងាត់អស់
ពេលហ្នឹងក៏ពុករបស់បងតូហ្នឹងគាត់ដើរមកសួរបងតូសួរជាមួយនឹងទឹកមុខមាំហ្មងគាត់សួរថាហើយមានបានទៅធ្វើស្អីដូចគេចោទនឹងអត់ហើយបងតូគាត់ក៏ប្រកែកទៅគាត់ថាអត់បានធ្វើទេពុកអត់បានធ្វើទេហើយបងតូគាត់បញ្ជាក់មួយគាត់ថាពុករបស់គាត់នឹងកាចណាស់តែមិនស្រួលទេវ័យឯងបាច់ឈាមពេញខ្នងលើហើយតទៅដល់ពេលឃើញពុករបស់គាត់មកសួរអញ្ចឹងទៅគាត់ប្រកែកប៉ុន្តែប្រកែកដល់ទឹកមុខមើលទៅវាកុហកអត់សមភ័យញយនិយាយញាប់និយាយអាខ្លីទៅគឺមនុស្សដែលកុហកហើយភ័យអញ្ចឹងពុកបងតូនឹងគាត់ដឹងបាត់ហើយថាបងតូនឹងគាត់កុហកប្រហែលជាបងតូនឹងបានតែធ្វើអញ្ចឹងមែនណាហើយគាត់និយាយគម្រាមមួយម៉ាត់ទៀតគាត់ថាឥឡូវអញសួរឲ្យមួយម៉ាត់ទៀតហែងឆ្លើយត្រង់បើកុហកអញហែងងាប់ហែងមានបានតែធ្វើស្អីដូចគេចោទនឹងអត់ហើយបានបងតូនឹងគាត់ទ្រាំបានណាគាត់ក៏ប្រាប់តាមត្រង់ទៅគាត់ថាបាទពុកខ្ញុំទៅធ្វើអញ្ចឹងមែនហើយបានលុយមួយចំនួនមកនេះគាត់យកលុយនឹងទៅឲ្យពុករបស់គាត់អញ្ចឹងណាដូចថាចង់លួងពុករបស់គាត់កុំឲ្យវ័យគាត់ណាប៉ុន្តែពេលហ្នឹងពុករបស់បងតូហ្នឹងគាត់អត់មានខ្វល់រឿងលុយហ្នឹងទេគាត់អត់មានមើលហើយក៏អត់មានយកដែរគាត់ថាហែងឆាប់ទៅសារភាពជាមួយអញទៅជួបព្រះសង្ឃទៅជួបតាអាចារ្យទៅជួបអ្នកភូមិទៅប្រាប់គេទៅសារភាពអញ្ចឹងទៅហើយទៅសុំទោសអ្នកភូមិអញ្ចឹងទៅណាព្រោះថាសពដែលគាត់កោះហ្នឹងគឺជាបងប្អូនសាច់ញាតិរបស់អ្នកភូមិនឹងឯងគ្មានសពអ្នកណាមកពីណាឆ្ងាយទេអ្នកភូមិនៅហ្នឹងពេលដែលគេមានសាច់ញាតិស្លាប់គេក៏យកមកកប់នៅនឹងក្រោយវត្តហ្នឹងហើយបងតូទៅគាត់គឺកោះសពបងប្អូនគេហ្នឹងឯងអញ្ចឹងបើអ្នកភូមិគេមកគេខឹងខ្លាំងណាស់ហ្នឹងណាអញ្ចឹងឥឡូវត្រូវទៅសារភាពជាមួយនឹងពុករបស់គាត់ប៉ុន្តែមុននឹងទៅពុកបងតូហ្នឹងមានរឿងរន្ធត់មួយចង់ប្រាប់បងតូដោយគាត់ថាហែងមានដឹងអត់យប់មិញនេះអាខនមិត្តភ័ក្ដិឯងហ្នឹងវាងាប់បាត់ហើយបងតូគាត់គ្រាន់តែលឺអញ្ចឹងគាត់រំភៀកព្រឺតហេហេតុអីបានបងខនគាត់ស្លាប់យប់មិញទៅតែដឹកគាត់មកដល់ផ្ទះហើយជិះកង់ទៅវិញធម្មតាហ្នឹងអញ្ចឹងក៏បងតូគាត់សួរពុករបស់គាត់ណាសួរថាចាអាខនហ្នឹងវាកើតអីហើយមិនបានស្លាប់ដោយពុកបងតូហ្នឹងគាត់ប្រាប់ថាពេលដែលបងខនគាត់ជិះកង់ទៅវិញហ្នឹងត្រូវបានឡានមួយគ្រឿងបើកមកបុកគាត់ពេញមកទំហឹងហ្មងបើកបុកពីមុខអញ្ចឹងអាពេលដែលឡានបុកហ្នឹងក្បាលរបស់បងតូវាទៅបោកជាមួយនឹងឡានបោកបែកអាលាក្បាលផ្នែកខាងមុខហ្នឹងបែកថ្ងាសអញ្ចឹងអាថ្ងាសមកគាត់ហ្នឹងវាបែកមកកញ្ចប់ដូចគេយកស្អីទៅជាអញ្ចឹងដូចពេលដែលបងតូយកកបិតទៅជាអាលាក្បាលខ្មោចដែលគាត់កោះមកហ្នឹងអញ្ចឹងវាដូចថាគេសងសឹកមកវិញភ្លាមហើយពេលហ្នឹងក៏បងតូភ័យក៏ភ័យខ្លាចក៏ខ្លាចអញ្ចឹងគាត់ក៏ទៅជាមួយនឹងពុករបស់គាត់ទៅសារភាពប្រាប់អ្នកភូមិថាគាត់ពិតជាបានទៅកោះភ្នោមែនហើយក្រោយពេលដែលបងតូគាត់ទៅសារភាពហើយលោកតាក៏បានឲ្យបងតូហ្នឹងបួសនៅក្នុងវត្តមួយហ្នឹងប៉ុន្តែបួសតាដូចជាងមួយខែណាហើយក្នុងពេលដែលបងតូគាត់កោសក់រៀបនឹងស្លៀកស្បង់ជាពណ៌បួសហើយហ្នឹងក៏លោកតាដែលបានជ្រងពើទៅឃើញបងតូហើយនឹងបង្ខនការប្រយុទ្ធមិញហ្នឹងគាត់ក៏និទានប្រាប់មកថាអញ្ចេះការប្រយុទ្ធមិញហ្នឹងគាត់ជ្រងពើឃើញបងតូហើយបង្ខនបន្ទាប់មកគាត់ជេរថាអាប្រែតហើយទៅឲ្យឆ្ងាយអាពេលហ្នឹងលោកតាមិនបានជេរបងតូពីអ្នកបង្ខននឹងទេប៉ុន្តែគាត់ជេរប្រែតមែនទេណាដោយគាត់ថានៅក្បែរបងតូហើយនឹងបង្ខនមានប្រែត2ក្បាលកំពុងតែឈរនៅពីក្រោយហើយប្រែតមួយក្បាលហ្នឹងកម្ពស់វាមិនក្រោម20ម៉ែត្រទេឡឹងកម្ពស់ណាស់ហ្មងហើយមានអាមួយនោះវាអត់មានក្បាលទេហើយបានលោកតាឃើញអញ្ចឹងគាត់ក៏មកដេញអាប្រែត2នាក់ហ្នឹងទៅដោយលោកតាគាត់ប្រាប់ថាធម្មតាមនុស្សខ្លះពេលដែលចិត្តស្លាប់គឺមានគេមកយកអ្នកខ្លះមានអ្នកណាអ្នកណីមកយកហើយអ្នកខ្លះទៀតប្រែតមកយកអញ្ចឹងទៅហើយបានលោកតាទៅដេញអញ្ចឹងទៅណាហើយបងតូពីអ្នកបង្ខនហ្នឹងគាត់មានដឹងណាស្មានថាលោកតាហ្នឹងជេរគាត់ហើយក៏រត់ទៅប៉ុន្តែលោកតាបានឃើញថាបងតូហើយនឹងបង្ខនហ្នឹងគាត់នៅកន្លែងហ្នឹងតែគាត់ថាអត់មានបានឃើញមុខឲ្យច្បាស់អញ្ចឹងណាហើយក្រោយពេលដែលបងតូគាត់បួសបានមួយខែកន្លះហើយគាត់ក៏សឹកមកវិញហើយបញ្ជាក់ណាគាត់អត់មានបានទៅជាប់ទោសជាប់អីទេគាត់គ្រាន់តែទៅបួសឲ្យសុំទោសអ្នកភូមិអញ្ចឹងទៅហើយលោកតាគាត់ប្រាប់រឿងមួយទៀតថាអញ្ចឹងហេតុផលអីបានគ្រូហ្នឹងគេសុកចិត្តប្រើបងតូហើយនឹងបង្ខនឲ្យទៅធ្វើអាការងារមួយហ្នឹងទាំងដែលវាអត់មានពិបាកអីផងហ្នឹងអញ្ចឹងអាការងារមួយហ្នឹងវាបាបហើយវាប្រឈមទៅនឹងគ្រោះថ្នាក់ដល់ស្លាប់ហ្នឹងខ្ពស់ណាស់មិនគ្រោះថ្នាក់អីមកភ្លាមឯណាគឺគ្រោះថ្នាក់ខ្មោចមកធ្វើឲ្យយើងនឹងវាសួយវាទៅមានបញ្ហានេះបញ្ហានោះអញ្ចឹងទៅអញ្ចឹងបានគ្រូហ្នឹងគេសុកចិត្តប្រើអ្នកផ្សេងឲ្យទៅទោះជាជួលក្នុងតម្លៃថ្លៃក៏ដោយហើយបងតូក៏ថាចាប់តាំងពីពេលហ្នឹងតទៅគាត់លេងធ្វើអាការងារបែបហ្នឹងរហូតមកជីវិតហ្នឹងហើយមិនមែនតែការងារមួយមុខហ្នឹងទេការងារស្អីក៏ដោយឲ្យតែវាមិនមែនជាការងារល្អមិនមែនជាការងារត្រឹមត្រូវគាត់មិនធ្វើដាច់ខាត
សុកចិត្តទៅស៊ីឈ្នួលដកស្ទូងច្រូតកាត់គេចូលព្រៃរកអស់រកថ្នាំរកសัตว์អីក៏វាបានលុយបានកាក់អីដែរតិចតួចក៏វាគ្រាន់បើជាងយើងទៅធ្វើអារឿងមិនល្អអញ្ចឹងមែនទេហើយរឿងហ្នឹងវាអត់តន់ចប់ត្រឹមតែប៉ុណ្្នឹងទេ4ឆ្នាំក្រោយមកកូនស្រីពៅរបស់បងតូហ្នឹងគាត់ក៏បានស្លាប់ដោយថាគាត់នៅសុកអញ្ចឹងស្រាប់តែចុកពោះបកាច់ប្រកាន់ក្រោយមកក៏ដាច់ខ្យល់ស្លាប់បាត់ទៅស្លាប់ទាំងមុននឹងអត់មានឈឺអីសោះហ្មងណាហើយកូនស្រីច្បងរបស់បងតូមួយទៀតគឺគាត់ស្រាប់តែប្រែទៅជាមនុស្សដែលអាចមើលឃើញខ្មោចជួនកាលទៅគាត់អង្គុយភ្ញាក់អញ្ចឹងទៅឃើញនេះឃើញនោះអញ្ចឹងណាហើយកូនស្រីច្បងរបស់បងតូដែលនៅរស់ហ្នឹងគឺជាម្ដាយរបស់បងជាដែលយកសាច់រឿងមួយនេះមកសម្រាយនឹងឯងហើយបងជាក៏ថាតារបស់គាត់ណាជាបងតូហ្នឹងរហូតមកដល់ឥឡូវហ្នឹងគាត់បានស្លាប់បាត់ហើយព្រោះថាបើគាត់នៅរស់មកដល់ឥឡូវនេះក៏មិនមែនថាបច្ចុប្បន្នតិចដែរប្រហែលជាខ្ទង់75ឆ្នាំទៅ76ឆ្នាំហើយមើលទៅហើយសាច់រឿងរបស់បងជាដែលគាត់បានស្ដាប់ពីតារបស់គាត់ហ្នឹងបានចប់ហើយបងប្អូនដែលបានស្ដាប់រហូតមកដល់ចប់យល់ឃើញបែបណាដែរចំពោះលោកតាបងជាគិតថាគាត់ធ្វើអញ្ចឹងហ្នឹងវាខុសប៉ុណ្ណាហើយសម្រាប់ឥឡូវនេះវិញបើសិនជាទៅធ្វើអំពើអញ្ចឹង 100% ដឹងតែដេកគុកហើយព្រោះថាច្បាប់គេអត់មានបានលើកលែងទៅនឹងមនុស្សដែលទៅធ្វើរឿងអញ្ចឹងណាប៉ុន្តែពេលហ្នឹងប្រហែលជាតារបស់បងជាហើយនឹងមិត្តភក្តិរបស់គាត់នឹងគាត់អត់លុយហើយគាត់ឆោតអញ្ចឹងណាក្មេងៗកាលពីជំនាន់មុនឆោតឲ្យទៅលឺបានលុយធ្វើហើយទាំងដែលអាការងារហ្នឹងវាជាការងារមិនល្អផងវានាំបញ្ហាក្តៅក្រហាយដល់អ្នកដទៃថែមទាំងក្តៅក្រហាយដល់ខ្លួនឯងទៀតអូខេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នានៅនិទានខ្មោចផ្សេងទៀតសម្រាប់ថ្ងៃនេះពីខ្ញុំបាទដានីសូមអរគុណសូមជម្រាបលាសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នានិទានខ្មោចរបស់យើងនៅថ្ងៃនេះគឺជារឿងរ៉ាវដ៏រន្ធត់មួយរបស់បងប្រុសម្នាក់ឈ្មោះថាបងពេញដែលបងពេញគាត់បានទៅជួបនៅហេតុការណ៍ដ៏រន្ធត់និងគួរឲ្យខ្លាចហើយថែមទាំងគួរឲ្យអាណិតមួយនៅកាលពីជាង10ឆ្នាំមុនណាដោយហេតុការណ៍មួយហ្នឹងវាមិនបានកើតឡើងទៅលើបងពេញផ្ទាល់ទេតែវាបានកើតឡើងទៅលើមិត្តសម្លាញ់របស់គាត់ម្នាក់ដែលជាភេទទី3គាត់ជាមនុស្សប្រុសប៉ុន្តែគាត់ស្រឡាញ់ប្រុសដូចគ្នាណាហើយបងពេញក៏ថាមិត្តភក្តិរបស់គាត់ម្នាក់ហ្នឹងចុងក្រោយជួបនៅរឿងរ៉ាវដែលគួរឲ្យអាណិតច្រើនមែនទែនហើយក៏មានរឿងដែលស្ដាយក្រោយទៀតណាសម្រាប់ឪពុកម្ដាយរបស់មិត្តភក្តិគាត់ម្នាក់ហ្នឹងយើងបងប្អូនដែលបានស្ដាប់រឿងនេះហើយកុំភ្លេចជួយខមមិនម្នាក់មួយម៉ាត់ផងថាអ្នកណាគេមានជីវិតដូចមិត្តភក្តិរបស់បងពេញខ្លះតោះឥឡូវកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងពេញរបស់គាត់ទាំងអស់គ្នាដោយហេតុការណ៍មួយនេះគឺបានកើតឡើងកាលពីខ្ទង់13ទៅ14ឆ្នាំមុនហើយបានកើតឡើងទៅលើមិត្តភក្តិរបស់បងពេញដោយមិត្តភក្តិរបស់បងពេញម្នាក់ហ្នឹងគាត់មានឈ្មោះថាបងវិចិត្រដោយយើងរំលឹកទៅកាលពីបងពេញហើយនិងបងវិចិត្រនៅក្មេងបងពេញក៏ថាមិត្តភក្តិរបស់គាត់ម្នាក់ហ្នឹងវិចិត្រហ្នឹងចូលចិត្តមកលេងជាមួយគាត់ណាស់ផ្ទះនៅក្បែរគ្នាហើយអាយុគាត់តាណាគ្នាទៀតជាក្មេងប្រុសដូចគ្នាហើយមិត្តភក្តិគេពីរនាក់ហ្នឹងចូលចិត្តលេងអីដែលសាហាវចូលចិត្តប្រហោះកង់ឡើងលើចុងឈើហើយហក់ទឹកតាមកឡូខ្នល់ដើរបាញ់សត្វដើរបងសណាញ់ដើរចាប់កណ្ដុរចាប់ត្រីនិយាយខ្លីទៅគឺលេងអីដែលជាបែបក្មេងប្រុសហើយអញ្ចឹងទៅបងពេញពីអ្នកបងវិចិត្រហ្នឹងក៏រាប់អានគ្នារហូតមកដល់ពេលដែលពួកគាត់ឡើងទៅដល់ថ្នាក់វិទ្យាល័យថ្នាក់ទី7ហ្នឹងស្រាប់តែបងពេញគាត់ចាប់អារម្មណ៍ឃើញថាបងវិចិត្រមិត្តភក្តិរបស់គាត់ហ្នឹងចាប់ផ្ដើមផ្លាស់ប្ដូរប៉ុន្តែមិនមែនផ្លាស់ប្ដូរទៅជាអាក្រក់ទេគាត់ផ្លាស់ប្ដូរការរៀបចំតែងខ្លួនរបស់គាត់ចូលចិត្តលាបក្រែមពណ៌ក្រហមគាត់ចូលចិត្តផាត់មុខគាត់ចូលចិត្តលេងជាមួយនឹងមិត្តភក្តិស្រីអត់ចូលចិត្តលេងជាមួយនឹងគាត់ដូចពីមុនទេប៉ុន្តែសួរថានៅរាប់អានគ្នាអត់រាប់អានគ្នាជាមិត្តសម្លាញ់ដូចមុនប៉ុន្តែគាត់ថាវាមិនសូវជាស្និទ្ធស្នាលអីខ្លាំងពេកព្រោះយើងមើលដឹងគាត់ចាត់ទុកថាខ្លួនគាត់ជាមនុស្សស្រីហ្នឹងប៉ុន្តែទាំងបងពេញទាំងមិត្តភក្តិផ្សេងទៀតគ្មាននរណាគេមានបញ្ហាអីជាមួយគាត់ទេព្រោះថាគាត់ជាមនុស្សល្អមិត្តភក្តិស្រឡាញ់រាប់អានហ្នឹងក៏ច្រើនដែរប៉ុន្តែបញ្ហាមួយគឺថាប៉ារបស់បងវិចិត្រហ្នឹងឯងដោយបងពេញក៏ថាប៉ារបស់បងវិចិត្រគឺជាមន្ត្រីធំនៅក្នុងរាជការអញ្ចឹងគាត់មានតំណែងធំហើយគាត់តែងតែសង្ឃឹមថាបងវិចិត្រហ្នឹងអាចធំឡើងធ្វើជាមន្ត្រីដោយគាត់ជាមនុស្សដែលរឹងមាំក្លាហានអីចឹងណាអានេះបញ្ជាក់ខ្ញុំមិនមែនថាបងវិចិត្រហ្នឹងគាត់ទន់ខ្សោយជាភេទទី3គាត់មិនល្អអីទេប៉ុន្តែពាក្យដែលថាចង់ឲ្យបងវិចិត្ររឹងមាំក្លាហានដោយគាត់ហ្នឹងគឺដូចប៉ារបស់បងវិចិត្រហ្នឹងឯងហើយបងពេញក៏ថា
ក្រោយពេលដែលពួកគាត់រៀនចប់ថ្នាក់វិទ្យាល័យទៅក៏ឡើងទៅមហាវិទ្យាល័យបែកគ្នាម្នាក់ទៅរៀនសាលានេះម្នាក់ទៅរៀនសាលានោះអញ្ចឹងទៅអត់សូវមានពេលបានជួបគ្នាដូចមុនទៀតទេហើយរហូតមកដល់ពេលមួយពេលដែលបងពេញហ្នឹងគាត់រៀនមកដល់ឆ្នាំទី3ហើយថ្ងៃហ្នឹងថ្ងៃជប់សម្រាប់អត់មានបានទៅរៀនទេគាត់ក៏ទៅណាត់ជួបមិត្តស្រីរបស់គាត់ចេញទៅញ៉ាំអីនឹងក្រៅងាកឡើងញ៉ាំអីអង្គុយលេងអញ្ចឹងទៅហើយគណៈពេលដែលបងពេញគាត់កំពុងតែអង្គុយញ៉ាំអីនៅនឹងសួនច្បារពីរនាក់មិត្តស្រីរបស់គាត់ហ្នឹងណាគាត់ស្រាប់តែទៅបានជួបគ្នាដោយចៃដន្យជាមួយនឹងបងវិចិត្រមិត្តភ័ក្តិរបស់គាត់តាំងតែពីក្មេងហ្នឹងមកណាឃើញអញ្ចឹងហើយបងពេញហ្នឹងគាត់ក៏រត់ទៅសួរហ្មងថាហេអាចិតហែងមកនឹងពីកាលហែងមកនឹងដែរអីដូចថាលក្ខណៈមិត្តភ័ក្តិបែកគ្នាយូរហើយជួបគ្នាអញ្ចឹងហើយបងពេញហ្នឹងក៏ទៅជួបគ្នាទៅផ្ទះក្បាលលេងអញ្ចឹងដូចមិត្តភ័ក្តិជួបគ្នាផ្ទះផាច់អញ្ចឹងទៅប៉ុន្តែបងពេញគាត់ថាបងវិចិត្រពេលហ្នឹងគាត់តែងខ្លួនជាមនុស្សស្រី 100% ហើយគាត់ទុកសក់វែងគាត់ផាត់ម្សៅក្រាស់គាត់លាបក្រែមពណ៌ក្រហមគាត់ស្លៀកសំពត់ពាក់អាវក្នុងមានប៉ុងមានអីចឹងណានិយាយខ្លីគឺតែងខ្លួនបែបមនុស្សស្រី 100% ហ្មងហើយបងពេញគាត់ថាឥឡូវឯងបានមករៀននៅខាងក្រៅផ្ទះអញ្ចឹងហើយមានសេរីភាពហើយចង់តែងខ្លួនមិនក៏បានដែរអញ្ចឹងណាចេះតែនិយាយលើកទឹកចិត្តអញ្ចឹងទៅអត់មានប្រអាប់អត់មានអីទេហើយបងវិចិត្រហ្នឹងក៏សួរមកវិញអញ្ចឹងទៅថាហើយឯងមករៀននៅសាលាណាហើយនៅម្ដុំណាអញ្ចឹងណាព្រោះថាពីដើមឡើយរាប់អានគ្នាចិត្តស្និទ្ធណាស់ប៉ុន្តែពេលដែលឡើងមកដល់ថ្នាក់មហាវិទ្យាល័យនោះក៏ដាច់ទំនាក់ទំនងឈឹងទៅណាទៅតែបានជួបគ្នាហ្នឹងអញ្ចឹងក៏និយាយគ្នាលេងរឿងយូរបន្តិចបន្ទាប់ពីនិយាយគ្នាលេងហើយក៏បែកគ្នាទៅផ្ទះវិញរៀងខ្លួនទៅណាហើយចាប់តាំងពីថ្ងៃហ្នឹងមកបងពេញគាត់ថាគាត់ក៏មិនបានទៅជួបបងវិចិត្រទៀតដែរដូចថាម្នាក់អាឡ័យតែរវល់រៀនចេញពីរៀនហ្នឹងក៏មកដេកថ្ងៃណាដែលជប់សម្រាប់ហ្នឹងក៏ទៅដើរលេងជាមួយសង្សាររៀងខ្លួនអញ្ចឹងទៅមិត្តភ័ក្តិអត់ដែលបានដើរលេងជាមួយទៀតទេហើយយើងកាត់មកដល់ពេលដែលបងពេញគាត់រៀនចប់ពេលហ្នឹងគាត់ត្រូវមកផ្ទះសិនដូចថាគាត់អត់ទាន់ចង់ទៅរកការងារធ្វើភ្លាមទេគាត់ចង់នៅដេកសម្រាប់ឲ្យវាស្រួលខ្លួនសិនហើយនៅមួយទៀតនៅនឹងផ្ទះរបស់បងពេញហ្នឹងគាត់មានបើកអាហារដ្ឋានលក់បាយម្ហូបកំងហើយរឿងធំគ្រាន់បើដែរមានមនុស្សចូលមកទិញច្រើនអញ្ចឹងត្រូវការកម្លាំងមនុស្សហើយបងពេញពេលហ្នឹងគាត់ស្ទាក់ស្ទើរចង់នៅលក់បាយជាមួយនឹងម៉ាក់គាត់បន្តិចចង់ទៅរកការងារធ្វើបន្តិចប៉ុន្តែពងតគិតអត់តាន់សម្រាប់ចិត្តថាធ្វើអីឲ្យប្រកបទេហើយមកដល់ថ្ងៃមួយពេលដែលបងពេញគាត់កំពុងតែអង្គុយលេងនៅនឹងផ្ទះរបស់គាត់ហ្នឹងពេលហ្នឹងអត់តាន់បើកតូបនៅឡើយទេគាត់ស្រាប់តែឮសូរសំឡេងម៉ូតូមួយគ្រឿងបើកមកឈប់នៅនឹងក្បែរផ្ទះរបស់គាត់ហើយសែកមកថាអាពេញហើយមកពីអង្កាលមិនឯងអត់មកលេងទេអញអញ្ចឹងអត់មកបបួលអញដើរលេងទេអីគាត់គ្រាន់តែឮអញ្ចឹងក៏ងាកទៅខ្វាក់ស្រាប់តែបានឃើញថាមិត្តភ័ក្តិរបស់គាត់បងវិចិត្រគាត់មកប៉ុន្តែបងវិចិត្រម្ដងនេះគាត់តែងខ្លួនជាមនុស្សប្រុសវិញគាត់ស្លៀកខោកីឡាត្រឹមជង្គង់ហើយពាក់អាវវាក្លៀកហើយគាត់ទុកពុកមាត់ទុកពុកចង្កាគាត់កាត់សក់ខ្លីមើលទៅប្រុសពេញលក្ខណៈហ្មងណាហើយបងពេញហ្នឹងក៏ដើរទៅនិយាយជាមួយទៅថាឥឡូវប្រុសវិញហើយប្រុសក៏សង្ហាស្រីក៏ស្អាតអញ្ចឹងជាមនុស្សប្រុសក៏វាល្អម្យ៉ាងដែរអានេះបងពេញគាត់និយាយហើយបងពេញហ្នឹងគាត់ក៏សួរបងវិចិត្រថាហេតុអីបានលើកមុនតែងខ្លួនជាមនុស្សស្រីស្អាតបាតហើយឥឡូវហ្នឹងមកតែងខ្លួនជាមនុស្សប្រុសវិញដូរទៅដូរមកអញ្ចឹងកើតអីមានបញ្ហាអីមែនហើយបានបងវិចិត្រហ្នឹងគាត់ក៏ប្រាប់តាមត្រង់ទៅព្រោះថាអត់មានអីលាក់ទេដោយបងចិត្តគាត់ថាពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញហ្នឹងប៉ារបស់គាត់អត់ព្រមទេគាត់ខឹងគាត់ចង់ឲ្យបងវិចិត្រហ្នឹងជាមនុស្សប្រុសម្នាក់ដែលធម្មតាអត់មានជាមនុស្សប្រុសតែងជាមនុស្សស្រីអីចឹងណាហើយគាត់មានការងារច្រើនណាស់ត្រូវឲ្យបងវិចិត្រហ្នឹងបន្តពីគាត់អញ្ចឹងត្រូវតែងខ្លួនជាមនុស្សប្រុសវិញហើយបងវិចិត្រហ្នឹងហេតុថាគាត់ខ្លាចប៉ាគាត់កាចផងអីផងអញ្ចឹងក៏ស្ដាប់តាមប៉ាគាត់ទៅខំប្រឹងកាត់សក់កាត់អីទុកពុកមាត់ទុកអីមើលទៅដូចជាមនុស្សប្រុសវិញណាហើយបងចិត្តគាត់ប្រាប់បងពេញថាអញចិត្តការហើយឪអញហ្នឹងគាត់រកកូនកំមុំឲ្យអញហ្នឹងបានហើយឥឡូវហ្នឹងកំពុងតែឲ្យអាចារ្យដេញវេលាមើលថ្ងៃណាដែលល្អគឺការហ្មងហើយអញមកហ្នឹងក៏ចង់មករកឯងឲ្យធ្វើជាអ្នកកំណរក្នុងពិធីមង្គលការអញផងហើយបងពេញហ្នឹងក៏បានត្រឹមតែចាំអញទៅដោយថាអត់មានចង់ប្រកែកអីទេជាមួយនឹងមិត្តភ័ក្តិធ្វើមិនគ្នាមករកម្ដងប៉ុន្តែគាត់មើលទៅមុខបងវិចិត្រហ្នឹងគឺថាមុខគាត់ពោពេញទៅដោយទុក្ខព្រួយមកទោះជាគាត់អត់មាននិយាយអត់មានលូអីក៏ដោយប៉ុន្តែយើងមើលទៅដឹងហើយបងពេញគាត់សួរថាចុះចឹងឯងការប្រហែលជាខ្ទង់ខែណាខែណីដោយថាប្រាប់ស្មានមកស្រួលអញត្រៀមខ្លួនដោយបងវិចិត្រហ្នឹងគាត់ថាឥឡូវហ្នឹងអញកំពុងតែធ្វើផ្ទះហើយបានការតាមក្រោយការហើយភ្លាមមានផ្ទះនៅស្រេចហ្មង
ហើយបងពេញគាត់សួរបងចិត្តថាហើយចុះឯងហ្នឹងទៅរួចអត់ហ៎ព្រោះថាឥឡូវហ្នឹងអញសូមនិយាយតាមត្រង់ហ្មងទៅឃើញឯងស្រឡាញ់មនុស្សប្រុសអីហើយឥឡូវហ្នឹងប៉ាឯងឲ្យឯងទៅការជាមួយមនុស្សស្រីអញ្ចឹងមិនដែរកើតអត់ហើយបងវិចិត្រហ្នឹងគាត់ថាអត់អីទេកើតហើយកុំភ័យកើតដូចថាគាត់ខំប្រឹងតាមប៉ាគាត់អញ្ចឹងទៅកុំឲ្យប៉ាមកគាត់នឹងអស់សង្ឃឹមប៉ុន្តែយើងដឹងហើយមែនទេធម្មតាមនុស្សស្រឡាញ់មនុស្សប្រុសឲ្យទៅការជាមួយនឹងមនុស្សស្រីមិនកើតមិនមានអារម្មណ៍ការក៏ការបានដែរប៉ុន្តែគាត់ថានៅជាមួយគ្នាក៏អត់បានយូរអញ្ចឹងដូចយើងយកអនាគតគេយកមកចោលជាមួយនឹងយើងអញ្ចឹងព្រោះថាដូចធ្លាប់ឃើញច្រើនមកហើយអញ្ចឹងអ្នកខ្លះទៀតយកប្រពន្ធដើម្បីតែចង់បានកូនកូន1កូន2អញ្ចឹងទៅក៏លេងចោលអ្នកខ្លះទៀតមិនត្រឹមតែលេងទេថែមទាំងទៅមានមនុស្សប្រុសដូចគ្នាទៀតតែនេះខ្ញុំមិនបានទៅថាអីណាគាត់ថាឲ្យមើលធ្លាប់ឃើញអញ្ចឹងវាច្រើនមកហើយតោះឥឡូវយើងបន្តសាច់រឿងទៀតហើយបងពេញក៏ថានៅប្រហែលថ្ងៃមុនដល់ថ្ងៃដែលត្រូវរៀបការបងវិចិត្រហ្នឹងណាគឺថាមានអ្នកដំណើរដែលគេជិះម៉ូតូនៅតាមផ្លូវហ្នឹងគេបានងាកទៅឃើញផ្ទះដែលគេសាងសង់ទុកឲ្យបងវិចិត្រនិងប្រពន្ធគាត់នៅពេលការហើយហ្នឹងគេឃើញថាបងវិចិត្រចងកស្លាប់នៅក្នុងផ្ទះហ្នឹងដូចថាគាត់ចងកនៅក្បែរមាត់ប្អួយហើយមាត់ប្អួយហ្នឹងគេបើកអញ្ចឹងពេលដែលអ្នកធ្វើដំណើរកាត់តាមហ្នឹងគេមិនឃើញហើយគេក៏បានទៅប្រាប់ពុកម៉ែបងវិចិត្រហ្នឹងអញ្ចឹងទៅហើយពេលហ្នឹងអាដំណឹងដែលឮថាបងវិចិត្រចងកសម្រាប់ខ្លួនអីហ្នឹងវារីកសាយភាយពេញភូមិហើយអ្នកណាក៏គេដឹងដែរអញ្ចឹងបងពេញក៏ទៅមើលគេដែរហើយបងពេញក៏ថាម៉ែរបស់បងវិចិត្រហ្នឹងគាត់យំស្ទើរតែក្អួតឈាមហើយប៉ុន្តែប៉ារបស់បងវិចិត្រវិញគាត់ឈរធ្វើមុខស្មើធម្មតាដូចថាគាត់អត់មានយំយេកអត់មានស្ដាយសំណោះអីទេគាត់ខឹងច្រើនជាងខឹងដែលបងវិចិត្រនឹងជាកូនដែលមិនស្ដាប់អង្គគាត់អញ្ចឹងណាគាត់ឲ្យយកប្រពន្ធមិនយកទេបែរជាទៅចងកសម្រាប់ខ្លួនអីវិញអានេះតាមដែលបងពេញគាត់ស្មានមើលទឹកមុខរបស់ប៉ាបងវិចិត្រហ្នឹងណាហើយបងពេញគាត់ក៏និយាយក្នុងចិត្តខ្លួនឯងគាត់ថាឥឡូវបើឯងទៅហើយបានសុខហើយលេងពិបាកទៀតហើយលេងចាំបាច់ខំប្រឹងសម្ដែងធ្វើជាចេះធ្វើជាចោះទៀតហើយកើតជាតិក្រោយសូមឲ្យឯងកើតជាអីដែរឯងប្រាថ្នាដូចថាបើកើតជាស្រីសូមឲ្យជាស្រីពិតបើកើតជាប្រុសឲ្យប្រុសពិតអញ្ចឹងទៅកុំឲ្យដូចជាតិនេះទៀតណាអញ្ចឹងបងពេញគាត់ថារឿងរ៉ាវទាំងអស់ហ្នឹងវាចប់ត្រឹមតែប៉ុណ្្នឹងហើយអានេះតាមចិត្តគាត់គិតណាប៉ុន្តែវាមិនមែនអញ្ចឹងទេក្រោយពេលដែលបងវិចិត្រគាត់ស្លាប់បានតែ7ថ្ងៃទេហេតុការចម្លែកហ្នឹងចាប់ផ្ដើមកើតឡើងមកតែបងពេញគាត់ថាផ្ទះរៀបការដែលឪពុកម្ដាយបងវិចិត្រសាងសង់ទុកឲ្យហ្នឹងគឺនៅចំណុចផ្លូវបំបែកជា3ដូចថាមានផ្លូវបំបែកជា3អញ្ចឹងទៅមានផ្លូវបុកមកត្រង់ទៀតចំផ្ទះបងចិត្រហ្នឹងមកបើយើងជិះឡានឬមួយក៏ជិះម៉ូតូទៅភ្លើងឡានភ្លើងម៉ូតូរបស់យើងហ្នឹងវាចាំងចំផ្ទះរបស់បងវិចិត្រពេញតែម្ដងអញ្ចឹងណាហើយគេថាពេលដែលគេបើកបរឡានក៏ដោយម៉ូតូក៏ដោយពេលយប់ហ្នឹងពេលចាំងភ្លើងទៅចំផ្ទះបងវិចិត្រទៅគេឃើញសម្មល់មនុស្សម្នាក់ចងកនៅក្នុងផ្ទះបងវិចិត្រហ្នឹងដូចថាផ្ទះគាត់មានប្អួយកញ្ចក់អញ្ចឹងហើយមានវាំងននរាងស្ដើងល្មមអញ្ចឹងគេមើលពីខាងក្រៅទៅគេឃើញសម្មល់មនុស្សចងកនៅលើផ្ទះបងវិចិត្រហ្នឹងអូហើយខ្ញុំភ្លេចប្រាប់ផ្ទះបងវិចិត្រហ្នឹងគឺជាផ្ទះឈើហើយខាងក្រោមគឺជាវាលល្ហល្ហេវអញ្ចឹងទៅហើយតសគេគឺតសស៊ីម៉ងជ្រុងខ្ពស់ក្រងអញ្ចឹងណាបងប្អូនខ្លះអាចធ្លាប់ឃើញហើយផ្ទះនៅតាមស្រុកស្រែយើងក៏មានច្រើនដែរអាផ្ទះបែបអញ្ចឹងផ្ទះតសស៊ីម៉ងហើយខ្ពស់ផុតពីដីខាងលើជាឈើអញ្ចឹងទៅអាហ្នឹងគឺជាផ្ទះរៀបការរបស់បងវិចិត្រហ្នឹងណាអញ្ចឹងអ្នកដែលគេធ្វើដំណើរកាត់ហ្នឹងគេថាគេតែងតែឃើញសម្មល់មនុស្សម្នាក់ចងកនៅលើផ្ទះបងវិចិត្រហ្នឹងហើយគេថា 100% ហើយគឺបងវិចិត្រហ្នឹងឯងព្រោះបងវិចិត្រគាត់ចងកសម្រាប់ខ្លួននៅក្នុងហ្នឹងអញ្ចឹងអាការជួបខ្មោចបងវិចិត្រហ្នឹងគឺគេជួបសឹងតែរាល់ថ្ងៃបើសិនជាអ្នកជិះតាមផ្លូវបដោយផ្ទះបងវិចិត្រហ្នឹងគឺអត់សូវឃើញណាប៉ុន្តែបើអ្នកខ្លះទៀតជិះចំអាផ្លូវដែលបុកមកចំផ្ទះបងវិចិត្រមកហ្មងចាំងភ្លើងឡានចាំងភ្លើងម៉ូតូមកដឹងតែឃើញហើយសម្មល់បងវិចិត្រចងកនៅក្នុងផ្ទះហ្នឹងហើយអ្នកខ្លះទៀតគេឃើញថាបងវិចិត្រហ្នឹងតែងខ្លួនជាមនុស្សស្រីដើរនៅកវ៉ាល់នៅក្នុងលបងផ្ទះបងវិចិត្រហ្នឹងហើយអ្នកខ្លះដែលឃើញទៅគ្នាភ័យជិះម៉ូតូដួលបុកនេះបុកនោះមានអ្នកខ្លះដួលបោកក្បាលស្ទើរតែស្លាប់ទៀតអញ្ចឹងអាហេតុការណ៍ទាំងអស់ហ្នឹងវាកាន់តែរីកដុះដាលធំទៅហើយបងពេញឮគេនិយាយច្រើនអញ្ចឹងគាត់ជឿបន្តិចអត់បន្តិចហើយគាត់ចង់ទៅពិសោធន៍ណាមួយទៀតគាត់ចង់ជួបមិត្តភក្តិរបស់គាត់បងវិចិត្រហ្នឹងផងអញ្ចឹងបងពេញនៅយប់មួយហ្នឹងគាត់ក៏សម្រេចចិត្តជិះម៉ូតូទៅឈប់នៅនឹងមុខផ្ទះរបស់បងវិចិត្រហ្នឹងតែម្ដង
ប៉ុន្តែមិនមែនជាផ្ទះឪពុកម្ដាយបងវិចិត្រទេណាជាផ្ទះដែលគេធ្វើទុកឲ្យបងវិចិត្រនៅជាមួយនឹងប្រពន្ធគាត់ពេលការហើយអញ្ចឹងបងពេញគាត់ជិះទៅឈប់នឹងមុខហ្នឹងប៉ុន្តែគាត់ថាពីផ្ទះបងវិចិត្រទៅផ្ទះរបស់បងពេញហ្នឹងតាមបដ ாய் ផ្លូវជាមួយគ្នាអត់មានផ្លូវបុកមកចំហ្មងទេអញ្ចឹងអាពេលដែលបងពេញគាត់កំពុងតែឈរនៅមុខផ្ទះបងវិចិត្រហ្នឹងមានឡានមួយគ្រឿងបើកមកពីផ្លូវខាងមុខផ្ទះបងវិចិត្របើកមកឲ្យភ្លើងឡានហ្នឹងចាំងចំមាត់ប្អួចផ្ទះរបស់បងវិចិត្រហ្នឹងតែម្ដងហើយបងពេញគាត់ថាឃើញសមោលបងវិចិត្រកំពុងតែចងកនៅក្នុងផ្ទះនៅខាងលើផ្ទះហ្នឹងមើលតាមមាត់ប្អួចទៅឃើញព្រោះថាប្អួចផ្ទះហ្នឹងជាប្អួចកញ្ចក់អញ្ចឹងបងពេញគាត់ឃើញនឹងច្បាស់ចេះថាបងចិត្តហ្នឹងចងកនៅលើផ្ទះហើយអាពេលដែលបងវិចិត្រកំពុងតែភ្ញាក់ផ្អើលហ្នឹងគាត់ស្រាប់តែកលេចទៅមើលក្បែរលបងផ្ទះរបស់បងវិចិត្រហ្នឹងគាត់ឃើញថាបងវិចិត្រហ្នឹងតែងខ្លួនជាមនុស្សស្រីហើយដើរមកក្បែរចុះក្បែរឡើងក្បែរបងពេញនឹងឯងប៉ុន្តែរូបរាងបងវិចិត្រហ្នឹងគួរឲ្យខ្លាចមែនទែនដូចថាអាមុខរបស់គាត់ហ្នឹងវាលួយមាត់ហើយច្រមុះចេញឈាមមកភ្នែកលៀនណាតហ្នឹងក៏វាចេញមកក្រៅមាត់ដែរហើយបងពេញគាត់ថាទោះជាមិត្តភក្តិគាត់ក៏ដោយប៉ុន្តែមកឲ្យឃើញរូបអញ្ចឹងអីគាត់ដូចថាទប់ចិត្តមិនបានណាអញ្ចឹងគាត់ក៏ឡើងម៉ូតូហើយបើករត់មកផ្ទះមកខ្លាចពេកដំបងឡើយថាទៅជួបហើយបើអាចចង់និយាយជាមួយបាន2 3ម៉ាត់ណាប៉ុន្តែឃើញហើយគាត់វាទប់មិនជាប់ហើយគាត់ជិះម៉ូតូរត់ចេញមកទៅហើយបងចិត្តគាត់ថាចាំតាំងពីថ្ងៃហ្នឹងមកអ្នកភូមិសឹងតែគ្រប់គ្នាហើយឲ្យតែជិះមកពីផ្លូវបុកចំផ្ទះរបស់បងវិចិត្រហ្នឹងគេប្រកាសជាឃើញវិញ្ញាណខ្មោចបងវិចិត្រចងកនៅនឹងលើផ្ទះហ្នឹងហើយយើងមើលតាមមាត់ប្អួចទៅឃើញហើយអ្នកភូមិគេនិយាយថាបងវិចិត្រហ្នឹងគាត់ចងកសម្រាប់ខ្លួនឯងអញ្ចឹងប្រកាសជាគាត់នៅធ្វើអារឿងដដែលហ្នឹងចងករហូតចងរងថ្ងៃរហូតដល់ថ្ងៃដែលគាត់ត្រូវអស់ជីវិតឧទាហរណ៍ថាបងចិត្តគាត់ចងកនៅពេលគាត់អាយុ25ឆ្នាំហើយបើគាត់ត្រូវអស់អាយុនៅអាយុ35ឆ្នាំអញ្ចឹង10ឆ្នាំពេញហ្នឹងគាត់នៅតែចងកចងរាល់ថ្ងៃអញ្ចឹងអ្នកភូមិគេថាគេអត់អាចទ្រាំមើលអញ្ចឹងទៀតបានទេខ្លាចអ្នកខ្លះទៅឃើញខ្លាចជិះទៅបុកនេះបុកនោះហើយអ្នកខ្លះទៀតដែលគេខ្លាចខ្មោចខ្លាំងគេអត់ហ៊ានជិះកាត់តាមផ្លូវមួយហ្នឹងទេអញ្ចឹងត្រូវជិះកាត់តាមផ្លូវវៀងទៅនេះទៅនោះវាខាតពេលវាអញញ៉ៃអញ្ចឹងអ្នកភូមិគេក៏ទៅសុំឪពុកម្ដាយបងវិចិត្រហ្នឹងគេចង់ប្រាប់ថាចង់ទៅសាងសង់ប្រភូមិធំមួយដាក់នៅខាងមុខផ្ទះបងវិចិត្រហ្នឹងតែម្ដងហើយនិមន្តព្រះសង្ឃឲ្យមកធ្វើពិធីអញ្ជើញវិញ្ញាណបងវិចិត្រហ្នឹងឲ្យមកនៅក្នុងប្រភូមិហ្នឹងម្ដងមកហើយកុំឲ្យចេញទៅធ្វើបាបចេញទៅលងបន្លាចអ្នកភូមិទៀតណាហើយពេលដែលគេទៅនិយាយរឿងហ្នឹងជាមួយនឹងឪពុកម្ដាយបងវិចិត្រប៉ាបងវិចិត្រគាត់ថាធ្វើអីធ្វើទៅគាត់អត់ដឹងទេគាត់ហើយនឹងបងវិចិត្រហ្នឹងមិនមែនត្រូវជាប៉ាកូនត្រូវជាស្អីនឹងគ្នាទៀតទេគាត់កាត់ការចោលតាំងតែពីពេលដែលបងវិចិត្រហ្នឹងចងកម្លេះអញ្ចឹងគាត់អត់ខ្វល់ទេអត់ដឹងទេធ្វើអីធ្វើហើយអ្នកភូមិពេលដែលប៉ាបងវិចិត្រនឹងបើកដៃហើយគេក៏ទៅប្រម៉ែប្រមូលលុយគ្នាសាងសង់ប្រភូមិឈើធំមួយដាក់នៅខាងមុខផ្ទះបងវិចិត្រចឹងណាហើយគេក៏និមន្តព្រះសង្ឃឲ្យអញ្ជើញវិញ្ញាណបងវិចិត្រហ្នឹងទៅដាក់នៅក្នុងផ្ទះភូមិមុខផ្ទះរបស់គាត់ហ្នឹងតែម្ដងទៅអញ្ចឹងបានន័យថាវិញ្ញាណរបស់បងវិចិត្រហ្នឹងត្រូវទៅរស់នៅក្នុងប្រភូមិហ្នឹងហើយបងពេញក៏ថាគាត់ឃើញហើយសំណោះមែនតើណាត្រឡប់តែជាមិត្តភក្តិនឹងគ្នាដើរលេងជាមួយគ្នារហូតឥឡូវស្លាប់ទៅហើយបែរត្រូវជាមករស់នៅក្នុងប្រភូមិនឹងវិញមិនដឹងថាឆ្នាំណាខែណាទៅបានទៅចាប់ជាតិទេណាហើយអត់អាចធ្វើអីបានទេបានត្រឹមតែអាណិតហ្នឹងឯងបងពេញហើយបន្ទាប់ពីធ្វើប្រភូមិហើយបានមួយថ្ងៃបងពេញក៏ថាមានអ្នកភូមិប្រហែលអ្នកគេចង់ពិសោធន៍គេចង់ដឹងគេយកពិលទៅជ្រងដាក់ប្អួចផ្ទះបងវិចិត្រហ្នឹងជ្រងមើលទៅគេចង់ដឹងថាឃើញវិញ្ញាណបងវិចិត្រហ្នឹងចងកនៅក្នុងហ្នឹងទៀតអត់ដោយអ្នកភូមិហ្នឹងគេថាអត់មានឃើញវិញ្ញាណបងវិចិត្របង្ហាញខ្លួនទៀតទេអញ្ចឹងអ្នកភូមិទាំងអស់គ្នាគេចាប់ផ្ដើមអារម្មណ៍ល្អឡើងវិញណាដោយសារតែលែងមានខ្មោចលែងមានអីមកលងបន្លាចទៀតហើយប៉ុន្តែធូរចិត្តមិនបានប្រមាណថ្ងៃទេហេតុការចម្លែកហ្នឹងវាក៏កើតឡើងមកម្ដងទៀតដោយបងពេញគាត់ថានៅយប់មួយពេលដែលគាត់កំពុងតែដេកហ្នឹងស្រាប់តែគាត់ឮសូរសំឡេងមនុស្សស្រែកអាយ៉ូអាយ៉ាតាមភូមិដូចថាគេចលាចលមានរឿងមានគ្រោះថ្នាក់អីកើតឡើងហើយមានឡានពេទ្យបើកទៅមកអញ្ចឹងហើយបងពេញក៏ចេញទៅមើលទៅហើយបានអ្នកភូមិគេប្រាប់ថាមុនហ្នឹងមានគ្រោះថ្នាក់ចរាចរណ៍មួយមានម៉ូតូមួយគ្រឿងជិះគ្នា2នាក់ដួលនៅម្ដុំផ្ទះរបស់បងវិចិត្រហ្នឹងឯងអាផ្ទះដែលបងវិចិត្រចងកណាអញ្ចឹងម៉ូតូដែលដួលហ្នឹងគឺជាម៉ូតូរបស់កូនមេឃុំទៀតដូចថាគេកូនគេអ្នកមានមុខមានមាត់នៅកន្លែងហ្នឹងដែរអញ្ចឹងហើយឪរបស់គេហ្នឹងគេថាគេអត់ព្រមទេខ្មោចបងវិចិត្រហ្នឹងចេញមកលងចេញមកធ្វើបាបកូនគេអីចឹងគេថាគេនឹងទៅអញ្ជើញ
គ្រូចាប់ខ្មោចមកចាប់ខ្មោចបងវិចិត្រនឹងមកដាក់ក្នុងក្អមហ្មងកុំអោយចេញមកលងទៀតដាក់ក្នុងក្អមហើយចប់ហើយដល់គេខឹងគេនិយាយចឹងហ្មងហើយបើនិយាយពីគ្រោះថ្នាក់របស់កូនមេឃុំនឹងវិញគឺថានិយាយពេលហ្នឹងគេជិះម៉ូតូ2នាក់ដប់មិត្តភ័ក្តិម្នាក់នៅក្រោយខ្នងស្រាប់តែជិះមកដល់មុខផ្ទះបងវិចិត្រហ្នឹងគេបានឃើញថាបងវិចិត្រហ្នឹងតែងខ្លួនជាមនុស្សស្រីមុខឡើងអាលួយភ្នែកដង្លៀនមិនដាធ្លាក់មកហើយសំខាន់មាត់ហើយច្រមុះនេះសុទ្ធតែឈាមឈរនៅនឹងក្បែរលបងផ្ទះហ្នឹងហើយមើលមកខ្នល់ហើយកូនមេឃុំហ្នឹងពេលដែលជិះមកដល់មុខផ្ទះបងវិចិត្រឃើញអញ្ចឹងគ្នាមិនភ័យហើយចាប់ប្រាំងងក់ភ្លាមហ្នឹងដូចថាម៉ូតូកំពុងតែជិះលឿនហើយយើងចាប់ប្រាំងមុខខ្លាំងអញ្ចឹងវាមិនដួលវាមិនបោកអញ្ចឹងអាអ្នកដែលដប់ហ្នឹងកូនមេឃុំហ្នឹងដួលបាយក្បាលហើយអ្នកជិះក្រោយហ្នឹងបាក់ជើងអញ្ចឹងម្នាក់លំពោះធ្ងន់មែនទែនទៅបានមេឃុំគេខឹងខ្លាំងណាស់ហ្នឹងហើយបានគេទៅនិយាយជាមួយនឹងពុកម៉ែបងវិចិត្រគេថាចង់ទៅហៅគ្រូចាប់ខ្មោចឲ្យមកសង្កត់ព្រលឹងបងវិចិត្រហ្នឹងឲ្យជាប់ហ្មងទៅកុំឲ្យចេញមកបករឿងទៀតណាហើយពេលហ្នឹងប៉ាបងវិចិត្រគាត់អត់មាននិយាយទេស្អីក៏គាត់មិននិយាយដែរគាត់អត់ដឹងអត់លឺទេទេប៉ុន្តែម្ដាយបងវិចិត្រហ្នឹងគាត់ក៏មកនិយាយជាមួយនឹងអ៊ំមេឃុំហ្នឹងអញ្ចឹងទៅដូចថានិយាយស្រួលទេគាត់ក៏ជាមនុស្សដែរស្រួលនិយាយគ្នាដែរម្ដាយបងវិចិត្រក៏ថាធ្វើអីក៏ធ្វើទៅប៉ុន្តែសុំតែម្យ៉ាងទេកុំធ្វើបាបកូនប្រុសរបស់គាត់នឹងខ្លាំងពេកចង់យកវិញ្ញាណគ្នាចេញពីផ្ទះហ្នឹងក៏យកទៅប៉ុន្តែកុំឲ្យដល់ថ្នាក់កំចាយព្រលឹងគ្នាឬមួយក៏ធ្វើអីឲ្យគ្នាអត់បានទៅចាប់ជាតិទៀតចឹងណាគ្រាន់តែបដៅគ្នាល្មមទៅបានហើយទោះយ៉ាងណាក៏ដោយក៏វិចិត្រនឹងជាកូនប្រុសរបស់គាត់ដែរណាហើយណាមួយទៀតពេលដែលវិចិត្រនឹងនៅរស់ក៏ជាមនុស្សល្អអ្នកភូមិគេស្រឡាញ់រាប់អានគ្រប់គ្នាហ្នឹងហើយអ៊ំមេឃុំហ្នឹងគាត់ក៏ដូចថាទន់ចិត្តតិចដែរណាគាត់ថាអូខេគាត់នឹងមិនធ្វើអីឲ្យវាជ្រុលជ្រោះពេកទេមិនដល់ថ្នាក់កំចាយព្រលឹងបងវិចិត្រហ្នឹងណាគេគ្រាន់តែថាចាប់ព្រលឹងបងវិចិត្រហ្នឹងទុកម្ដុំសិនឬមួយក៏ធ្វើអីមួយយ៉ាងឲ្យគាត់ឈប់លងគេឈប់លងឯងទៀតទៅហើយថ្ងៃហ្នឹងបងពេញម្ដាយបងវិចិត្រអ៊ំមេឃុំហើយនឹងគ្រូខ្មោចគេក៏នាំគ្នាចូលទៅក្នុងផ្ទះបងវិចិត្រចូលទៅធ្វើពិធីនាំព្រលឹងបងវិចិត្រចេញពីក្នុងហ្នឹងមកដាក់នៅក្នុងស្អីមួយយ៉ាងរបស់លោកគ្រូខ្មោចហ្នឹងអញ្ចឹងទៅប៉ុន្តែពេលដែលគេចូលទៅក្នុងផ្ទះបងវិចិត្រហ្នឹងណាចូលទៅក្នុងបន្ទប់ដែលគេចំណាំឃើញវិញ្ញាណបងវិចិត្រហ្នឹងគេស្រាប់តែទៅបានឃើញរូបភាពដ៏គួរឲ្យតក់ស្លុតមួយទៀតគឺឃើញថាមានសពមនុស្សម្នាក់ទៀតគេស្លាប់នៅក្នុងហ្នឹងមិនមែនជាបងវិចិត្រទេណាបងវិចិត្រស្លាប់យូរហើយគេបូជាបូអីហើយប៉ុន្តែឥឡូវនេះគេឃើញសពចងកម្នាក់ទៀតនៅក្នុងហ្នឹងដោយសពហ្នឹងចងកតាំងពីយូរយារណាស់ហើយដល់ថ្នាក់អាខ្សែដែលចងកហ្នឹងវាក៏ដាច់សពហ្នឹងក៏ធ្លាក់មកដីទៅហើយកហ្នឹងវាស្ទើរតែដាច់ណាដោយសារតែស្បែកយើងពេលដែលស្លាប់យូរទៅវាមិនរលួយហើយតាក់ជាមួយខ្សែផងប៉ុន្តែអាខ្សែហ្នឹងវាជាប្រភេទខ្សែដែលវាមិនសូវមាំប្រហែលណាយូរទៅវាក៏ដាច់អាខ្សែមួយហ្នឹងគឺជាប្រភេទខ្សែយើងចងលើក្រងពេលយើងច្រូតហើយហ្នឹងបងប្អូនឯងឃើញខ្សែពណ៌ក្រហមពណ៌ខៀវស្ដើងតែប៉ែហ្នឹងណាផុយឲ្យតែពេលចងរៀងខ្លាំងទាញខ្លាំងបន្តិចដាច់ហើយអញ្ចឹងគឺខ្សែមួយហ្នឹងឯងដែលមនុស្សម្នាក់ហ្នឹងមកចងកហើយបងប្អូនដឹងថាណាគេអត់មកចងកនៅក្នុងផ្ទះបងវិចិត្រហ្នឹងគឺជាគូតដឹងរបស់បងវិចិត្រដែលចិត្តការហ្នឹងហើយគូតដឹងបងវិចិត្រហ្នឹងឈ្មោះថាចែគឹមណាដោយចែគឹមណាហ្នឹងប្រហែលជាគាត់គិតថាបងវិចិត្រស្លាប់ដោយសារតែគាត់ស្លាប់ដោយសារតែត្រូវមករៀបការជាមួយគាត់ហ្នឹងអញ្ចឹងគាត់តូចចិត្តផងអាណិតបងវិចិត្រផងហើយគាត់ខឹងខ្លួនឯងផងហើយណាមួយទៀតគេថាចែគឹមណាហ្នឹងពេលដែលបងវិចិត្រនៅរស់គាត់ស្រឡាញ់បងវិចិត្រខ្លាំងណាស់ហើយដល់ពេលបងវិចិត្រស្លាប់ទៅគាត់ក៏មកចងកសម្រាប់ខ្លួនតាមបងវិចិត្រតែម្ដងទៅដូចថាទៅនៅជាមួយគ្នានៅឋានក្រមអញ្ចឹងណាហើយតទៅពេលស្ដាប់មកដល់ថងចំណុចហ្នឹងទៅបានអ្នកភូមិដឹងរឿងមួយទៀតគឺកាលពីដំបូងឡើយពេលដែលបងវិចិត្រស្លាប់ហើយថ្មីអ្នកភូមិគេមិនឃើញថាមានសមោលមនុស្សចងកនៅក្នុងផ្ទះបងវិចិត្រហ្នឹងមែនអត់ពេលដែលភ្លើងឡានចាំងទៅចំណាប៉ុន្តែដឹងអត់សមោលដែលចងកនៅក្នុងផ្ទះបងវិចិត្រហ្នឹងគឺមិនមែនជាការនិមិត្តឲ្យឃើញឬមួយក៏ជាសមោលខ្មោចបងវិចិត្រទេគឺជាសមោលរបស់មនុស្សពិតហ្មងណាសមោលរបស់ចែគឹមដាគូតដឹងបងវិចិត្រដែលគ្នាទៅចងកនឹងហ្នឹងសមោលមនុស្សធម្មតាពិតហ្នឹងឯងគ្រាន់តែថាគ្នាទៅតែស្លាប់ហើយថ្មីអញ្ចឹងក្រោយមកទៀតប្រហែលថ្ងៃគេក៏មិនទៅសាងសង់ប្រភូមិមួយនៅមុខផ្ទះបងវិចិត្រហើយពេលដែលសង់ប្រភូមិហើយគេក៏លែងឃើញសមោលដែរនៅក្នុងផ្ទះបងវិចិត្រហ្នឹងទៀតអញ្ចឹងអាពេលហ្នឹងគឺចែគឹមដាហ្នឹងគាត់ធ្លាក់មកពីអាកន្លែងចងកហ្នឹងហើយគាត់ចងកវាយូរថ្ងៃពេកអាខ្សែហ្នឹងក៏វាផុយអាកដែលតាក់នៅខ្សែហ្នឹងក៏វាអាលេះអាលួយចង់ដាច់ទៅណាអញ្ចឹងក៏របូតធ្លាក់មក
ហើយតទៅពេលគេជ្រង7មើលតាមប្អួតហ្នឹងទៅក៏លែងឃើញទៀតដែរហើយបានឲ្យឃើញទៀតបើសពគ្នាធ្លាក់មកលើអានាបក្តាមបាត់ហើយហ្នឹងហើយបានក្រោយមកទៀតគេក៏ឃើញថាមានវិញ្ញាណរបស់មនុស្សស្រីម្នាក់ដើរក្បាលចុះក្បាលឡើងនៅក្នុងផ្ទះបងវិចិត្រអាហ្នឹងគឺមិនមែនជាបងវិចិត្រតែងខ្លួនជាស្រីអីទេគឺជាចែគឹមណាហ្នឹងឯងអញ្ចឹងស្ដាប់មកដល់កន្លែងហ្នឹងបាក់ចកេះគ្រប់គ្នាសូម្បីតែខ្ញុំហ្នឹងក៏នឹកស្មានមកដល់ដែរដំបូងឡើយគិតថាវិញ្ញាណខ្មោចដែលឲ្យគេឃើញហ្នឹងគឺជាបងវិចិត្រតាមពិតបងវិចិត្រគាត់ទៅបាត់ហើយប៉ុន្តែសម្ោដែលគេឃើញថាចងកនៅក្នុងផ្ទះបងវិចិត្រហ្នឹងគឺជាសម្ោរបស់ចែគឹមដាហ្នឹងទេហើយមិនមែនជាវិញ្ញាណអីចេញមកណាសម្ោខ្លួនរបស់គាត់ហ្នឹងហ្មងដោយថាចងកស្លាប់ហើយអត់ទាន់មានអ្នកណាគេដាក់គាត់ចោលនៅហ្នឹងហើយតទៅពេលយូរទៅខ្សែវាក៏ដាច់ហើយអាខ្សែដាច់ហ្នឹងចំពេលដែលគេទៅតែធ្វើព្រះភូមិហើយថ្មីទៀតអញ្ចឹងគេស្មានថាធ្វើព្រះភូមិហើយហ្នឹងបងវិចិត្រឈប់ចេញលងតាមពិតទៅគឺធ្វើព្រះភូមិហើយខ្សែហ្នឹងវាដាច់អញ្ចឹងមើលមិនឃើញទៀតបើដាច់ធ្លាក់មកលើអានាបបាត់ហើយហ្នឹងប៉ុន្តែតទៅពេលដាច់ខ្សែមកហើយចែគឹមដាហ្នឹងគាត់ចាប់ផ្ដើមចេញដើរចេញអីឲ្យអ្នកភូមិដែលគេជីកាត់នឹងឃើញអញ្ចឹងណាហើយនេះក៏ជាមេរៀនមួយដែរសម្រាប់ឪពុកម្ដាយណាដែលមានកូនកើតមកគ្នាជាប្រុសប៉ុន្តែបេះដូងជាស្រីអញ្ចឹងកុំទៅបខំគ្នាតាមចិត្តគ្នាទៅមែនទេសូម្បីតែខ្លួនគ្នាផ្ទាល់ហ្នឹងក៏មិនចង់ដែរអ្នកណាទៅចង់កើតមកអញ្ចឹងហើយបើកើតមកអញ្ចឹងហើយយើងអត់អាចទៅបខំបានទេមិនមែនថាយើងអត់ចេះញ៉ាំម្ហូបនេះម្ហូបនោះយើងបខំឲ្យតែញ៉ាំទេណាអាចញ៉ាំបានណាប៉ុន្តែចិត្តមនុស្សវិញបើស្រឡាញ់ស្អីហើយគឺស្រឡាញ់នឹងហើយយើងកុំទៅធ្វើបាបគ្នាមែនទេបដ ாய் ទៅធ្វើអីក៏ធ្វើទៅហើយបើកាលពីច្រើនឆ្នាំមុនប្រកាសជាពិបាកប្រកាសជាមានការរើសអើងការប្រកាសប្រខំអីច្រើនប៉ុន្តែថ្មីឥឡូវនេះគឺដូចជាមិនសូវប្រមាណទេភេទទី3គ្រប់គ្នាក៏ដូចថាធម្មតាមែនទេមិនសូវជាពិបាកអីដូចកាលពីមុននឹងពេកទេហើយឪពុកម្ដាយបងវិចិត្រមិនដឹងថាគាត់ស្ដាយក្រោយប៉ុណ្ណាទេហើយអ្នកដែលស្ដាយក្រោយជាងគេហ្នឹងគឺឪពុកបងវិចិត្រហ្នឹងតែម្ដងគាត់នឹងហើយជាអ្នកបខំបងវិចិត្រជាងគេគ្នាតែងខ្លួនជាស្រីជាអីឡើងស្អាតដែរហ្នឹងលេបបខំឲ្យគ្នាតែជាប្រុសវិញកាត់សក់ខំឲ្យទុកពុកមាត់សំខាន់បខំឲ្យយកប្រពន្ធទៀតទើបបានបងវិចិត្រហ្នឹងគាត់ដូចថាតល់គំនិតគាត់ depression ពេកក៏ទៅចងកសម្លាប់ខ្លួនតែម្ដងទៅហើយបងវិចិត្រគាត់ចិត្តមែនទេណាគាត់អត់ចង់ទៅបំផ្លាញជីវិតគេបំផ្លាញអនាគតគេទេហើយទោះបីជាបងវិចិត្រនឹងជាមនុស្សប្រុសមែនប៉ុន្តែគាត់ស្រឡាញ់មនុស្សប្រុសដូចគ្នាទេបានន័យថាបេះដូងគាត់គឺជាស្រីហើយឲ្យគាត់ទៅយកស្រីដែរយកមិនកើតគាត់វាអត់មានអារម្មណ៍ហើយគាត់អត់ចង់ទៅបំផ្លាញអនាគតរបស់ចែគឹមណាទៅគាត់ទៅសម្លាប់ខ្លួនប៉ុន្តែគិតអញ្ចឹងគឺគិតខុសកុំធ្វើដូចបងវិចិត្រអសោះបងប្អូនដែលកំពុងតែជប់រឿងស្តៀងបងវិចិត្រអីកុំធ្វើដូចបងវិចិត្រណាហើយខ្ញុំជឿថាអ្នកដែលស្ដាប់វីដេអូនេះយ៉ាងហោចណាស់ក៏មាន 5% ទៅ 10% ដែរដែលជាភេទទី3យើងបើបានស្ដាប់ហើយចាំខមមិនម្នាក់មួយម៉ាត់ផងថាយល់ឃើញបែបណាដែរហើយក្នុងវីដេអូមួយនេះខ្ញុំអត់មានបំណងឬក៏អត់មានចេតនាអីទៅមើលងាយបន្ទោសប្រអាប់អីអ្នកភេទទី3ណាខ្ញុំនិយាយធម្មតាទេតាមសាច់រឿងទេហើយបងប្អូនភេទទី3ហ្នឹងគាត់ក៏ជាមនុស្សម្នាដូចតែយើងអញ្ចឹងដែរមានសិទ្ធិមានតម្លៃស្មើនឹងយើងដូចគ្នាអញ្ចឹងទៅអត់មានអ្នកណាថ្លៃជាងអ្នកណាអត់មានអ្នកណាថោកជាងអ្នកណាអីណាធម្មតាដូចគ្នាទេហើយរឿងមួយនេះបានចប់ហើយអរគុណបងប្អូនដែលបានចំណាយពេលវេលាស្ដាប់ពីដើមរហូតមកដល់ចប់ហើយពីខ្ញុំបាទដានីសូមអរគុណសូមជម្រាបលា